បាទជម្រាបសួរបងប្អូនឥឡូវយើងមកធ្វើការរៀបចំរណ្ដៅជីដើម្បីយើងដាក់ជីកំប៉ុស្តហើយនឹងជីគីមីខ្លះណាហ្នឹងហើយយើងអាចជីកវាជុំវិញអញ្ចឹងប៉ុន្តែយើងជីករណ្ដៅរាងធំតិចមកហើយរាងជ្រៅតិចទៅណាយើងអត់ជីកជុំវិញទេណាបងប្អូនយើងជីកតែមួយជ្រុងណាជីករយៈពេលមួយសន្ទុះទៅដែរមកបែកនេះចឹងក្នុងការថែទាំក្រូចឆ្មារបស់យើងគឺដីសយើងដីខាងក្រោមគឺជំរៅ2 ទៅ 3 តឹកអានឹងសយើងណាបងប្អូនអញ្ចឹងយើងត្រូវធ្វើបែបនេះបានក្រូចឆ្មាយើងវាល្អណាយើងជីកវារណ្ដៅឲ្យធំតិចមកហើយយើងធ្វើការរៀបចំណាដាក់ផេះអង្កាមបន្តិចទៅហើយនឹងកំទេចកំទីស្លឹកឈើណាដើមចេកឬក៏ស្មៅដែលយើងកាត់ឆ្ការហ្នឹងយកមកដាក់ទ្រាប់នៅក្នុងរណ្ដៅយើងហ្នឹងណាដើម្បីឲ្យជាជីកំប៉ុស្តដល់ពេលខែប្រាំងគឺយើងបូមទឹកដាក់ចូលរណ្ដៅហ្នឹងណារណ្ដៅហ្នឹងឲ្យពេញទៅវារក្សាសំណើមបានមួយសប្តាហ៍អីដែរណាអញ្ចឹងយើងមានពេលមួយសប្តាហ៍យើងអាចដាក់ម្ដងតែបើសិនយើងមានពេលច្រើនយើងអាចមួយសប្តាហ៍យើងអាចដាក់2 ដងទៅ 3 ដងណាប៉ុន្តែបើសិនជាយើងរៀបចំប្រព័ន្ធទៅយកទឹកយើងអាចធ្វើការដាក់វា2 ថ្ងៃម្ដងណាដាក់ពេលព្រឹកបងប្អូនណារៀបចំដាក់ពេលព្រឹកទៅដើម្បីឲ្យវាស្រូបទឹកហ្នឹងយកទៅធ្វើការសង្យោគណាសង្យោគយកពន្លឺព្រះអាទិត្យមកដើម្បីចិញ្ចឹមដើមដងវាណាចឹងយើងធ្វើការរៀបចំជីករណ្ដៅអញ្ចឹងមកណាជីកឲ្យធំណាបងប្អូនណាចឹងយើងជីកចំហៀងណាខាងឆ្វេងគល់ក្រូចមកគុំហើយខាងស្ដាំគល់ក្រូចក្រុមយើងជីកប្រឡោះកដាលហ្នឹងមកណាហើយយើងធ្វើការជីកឲ្យរាងធំបន្តិចព្រោះដើម្បីឲ្យស្តុកទឹកនៅក្នុងខែប្រាំងហ្នឹងយើងដាក់ទឹកទៅវាសើមនៅក្នុងហ្នឹងបានយូរហើយយើងដាក់សម្រាមណាដាក់ស្មៅណាស្មៅដែលយើងចាំងវានឹងមកធ្វើការចាំងវាយកមកគ្របទៅណាហើយណាយើងធ្វើការកាយវារាងធំតិចមកណាយើងចប់កាយដីដែលយើងជីកហើយនឹងមកឲ្យរាងជ្រៅបន្តិចមកណាអញ្ចឹងនៅក្នុងហ្នឹងសិតតែរឹសក្រូចណាបងប្អូនយើងកាប់ទៅអាចដាច់រឹសក្រូចប៉ុន្តែបើសិនជាយើងអត់កាប់ក៏វាអត់ល្អដែរណាវាអត់មានអុកស៊ីសែនណាបងប្អូន